នៅក្នុងវីដេអូមួយនេះខ្ញុំនឹងមកបង្រៀនបងប្អូនពីរបៀបបង្កើតវីដេអូសម្រាប់ផុសរកលុយក្នុង YouTube Shorts 2025ដោយមើលឃើញថាបងប្អូនមានភាពលំបាកក្នុងការបង្កើតវីដេអូដោយខ្លួនឯងពីព្រោះការបង្កើតវីដេអូយើងត្រូវការពេលវេលានិងឧបករណ៍ច្រើនតែសម្រាប់វីដេអូមួយនេះជឿថានឹងជួយបងប្អូនច្រើនសម្រាប់បងប្អូនដែលគាត់ចង់បង្កើតវីដេអូសម្រាប់ផុសរកលុយតាមអនឡាញដូចជា YouTube Shorts Facebook និង TikTok ជាដើមដោយខ្ញុំនឹងមកបង្ហាញពីរបៀបផលិតវីដេអូដោយប្រើប្រាស់ AI ក្នុងការជួយសម្រួលយើងទាក់ទងនឹងការបង្កើតរូបភាពផលិតវីដេអូជាដើមដោយជួយបងប្អូនមិនចាំបាច់ផលិតវីដេអូដោយខ្លួនឯងទេដោយថ្ងៃនេះខ្ញុំនឹងលើកយកនៅ content មួយប្រភេទទាក់ទងនឹងសាច់ឆ្មាចម្អិនម្ហូបដែលជាប្រភេទ content ដែលទទួលបានការចូលមើលច្រើនខ្លាំងនៅក្នុង YouTube Shorts ហើយវាពិតជាល្អខ្លាំងពីព្រោះជាប្រភេទវីដេអូ original ដោយយើងយកទៅផុសមិនជាប់ copyright ទេទាំងអស់នេះជាប្រភេទវីដេអូសត្វឆ្មាធ្វើការសម្អិនម្ហូបដែលបានផុសនៅក្នុង YouTube Shorts ពិតជាមានអ្នកមើលច្រើនខ្លាំងហើយយើងអាចឆែកមើលបាននៅក្នុង website Social Blade ដែលជា website បង្ហាញចំនួនលុយដែល channel YouTube ធ្វើវីដេអូបែបហ្នឹងទាំងអស់នេះជាចំនួនលុយដែលបានបង្ហាញយ៉ាងច្បាស់គឺពិតជារកលុយបានយ៉ាងច្រើនដោយខាងលើបានបង្ហាញគិតជាប្រចាំខែនិងខាងក្រោមបង្ហាញគិតជាប្រចាំឆ្នាំផងដែរដូច្នេះជឿជាក់ថាបងប្អូនប្រាដកជាចង់បានបែបនេះតែកុំបារម្ភដោយក្នុងវីដេអូនេះខ្ញុំនឹងជួយបង្ហាញផ្លូវបងប្អូនក្នុងការផលិតវីដេអូបែបនេះចាប់តាំងពីការសរសេរ prompt ការបង្កើតរូបភាពការធ្វើឲ្យរូបភាពមានចលនានិងការកាត់វីដេអូផងដែរចឹងមុនដល់ការបង្ហាញជឿថាបងប្អូនមិនកំណាញ់ជួយចុច subscribe និងជួយចុច like វីដេអូនេះម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តផលិតវីដេអូថ្មីបន្តទៀតចឹងដើម្បីបង្កើតវីដេអូបែបនេះបានខ្ញុំមានវិធី4ក្នុងការជួយសម្រួលបងប្អូនក្នុងការបង្កើតដោយទី1ការសរសេរ prompt ទី2ការបង្កើតរូបភាពទី3ធ្វើឲ្យរូបភាពមានចលនានិងចុងក្រោយកាត់វីដេអូដោយទី1ការសរសេរ prompt ខ្ញុំនឹងធ្វើការប្រើប្រាស់ ChatGPT ដើម្បីសរសេរដោយដំបូងធ្វើការចូលទៅកាន់ Google ហើយធ្វើការវិថា ChatGPT ដោយទាំងនេះជាទម្រង់របស់ website បន្ទាប់មកខាងក្រោមយើងធ្វើការសរសេរ prompt ចូលដោយ prompt ទាំងអស់នេះខ្ញុំបានដាក់នៅខាងក្រោមវីដេអូ description ផងដែរដោយគ្រាន់តែសរសេរថា Please generate highly detailed image prompts for creating a series of illustrations featuring an anthropomorphic orange tabby cat acting as a chef in an outdoor rustic kitchen. The sequence should follow a cooking process covering all stages from ingredient preparation to eating the final dish. បន្ទាប់មកចុចទាំងអស់នេះជា prompt ដែល ChatGPT បានបង្កើតឡើងដោយយើងអាចប្រើប្រាស់បានបន្ទាប់ពីបង្កើត prompt ហើយចូលដល់វិធីទី2ការបង្កើតរូបភាពសម្រាប់ការបង្កើតរូបភាពខ្ញុំនឹងប្រើប្រាស់នៅ website មួយដែលមានឈ្មោះថា Pixlumen AI យើងធ្វើការចូលទៅកាន់ Google បន្ទាប់មកធ្វើការវិថា Pixlumen AI ចូលមកដល់ដំបូងនេះជាទម្រង់របស់ website ទាំងមូលដោយខាងលើគេដាក់ថា Free AI Image Generator បានន័យថាកម្មវិធីបង្កើតរូបភាព AI ឥតគិតថ្លៃចំណែកខាងក្រោមគេដាក់ថា Convert text into images effortlessly with Pixlumen's free AI image generator. Type your idea, choose a model, and watch your text come to life. ចឹងដើម្បីបង្កើតរូបភាពបានយើងចុចពាក្យថា generate for free បន្ទាប់មកធ្វើការចុះឈ្មោះដោយខ្ញុំធ្វើការចុះឈ្មោះជាមួយ Google account ដោយចូលដំបូងនេះជាទម្រង់របស់ website ទាំងមូលខាងលើគេដាក់ថា Pixlumen សម្រាប់ website មួយនេះយើងអាចធ្វើការបង្កើតរូបភាពបានយ៉ាងច្រើនរបៀបនិងច្រើនយ៉ាងគឺវាស្រដៀងនឹង website Leonardo AI ដែរចឹងដើម្បីបង្កើតបានយើងចូលមកកាន់ពាក្យថា create ដែលនៅខាងឆ្វេងដោយកន្លែងនេះជាកន្លែងដែលយើងត្រូវបង្កើតរូបភាពហើយមុនដល់ការបង្កើតចូលមកកាន់ខាងលើកន្លែងនេះយើងធ្វើការជ្រើសរើសទំហំ aspect ratio សម្រាប់ទំហំនេះផងដែរវាមានច្រើនយ៉ាងប៉ុន្តែដោយយើងធ្វើការផលិតវីដេអូសម្រាប់ YouTube Shorts ដែលជាប្រភេទវីដេអូបាញ់ចឹងយើងធ្វើការជ្រើសរើសទំហំ 9 ដោយ 15 aspect ratio ដែលជាទំហំសម្រាប់ YouTube Shorts ចំណែកខាងក្រោមជាចំនួនរូបភាពដែលយើងចង់បង្កើតចំណែកខាងលើយើងធ្វើការសរសេរ prompt ចូលយើងចូលទៅកាន់ ChatGPT ធ្វើការ copy prompt ដែល ChatGPT បានបង្កើតបន្ទាប់មកធ្វើការ pass ចូលក្នុង Pixlumen AI ដោយវាកំពុងធ្វើការបង្កើតរូបភាពឲ្យយើងហើយយើងធ្វើការ copy បន្តទៀតដើម្បីបង្កើតរូបភាពកាន់តែច្រើនអុកទាំងអស់នេះជារូបភាពដែលបានបង្កើតឡើងគឺពិតជាមានភាពស្រស់ស្អាតនិងអាចប្រើប្រាស់បានបន្ទាប់មកយើងគ្រាន់តែធ្វើការ download ចូលដល់វិធីទី3ធ្វើឲ្យរូបភាពមានចលនាចូលទៅកាន់ Google វិថា Hello AI នេះជាទម្រង់របស់ website ទាំងមូលយើងចូលមកកាន់ពាក្យថា create ធ្វើការជ្រើសរើស image to video ក្រឡេកមើលខាងក្រោមចុចទៅលើ upload ដើមបីទាញរូបភាពចូលខាងក្រោមធ្វើការសរសេរ prompt ដែលយើងបានបង្កើតរូបភាពទាំង Hello វានឹងដំណើរការផលិតវីដេអូឲ្យយើងហើយដោយគ្រាន់តែធ្វើការរងចាំហើយយើងអាចបង្កើតវីដេអូបន្តទៀតទាំងនេះជាវីដេអូដែលបានបង្កើតឡើងគឺពិតជាមានភាពស្រស់ស្អាតយ៉ាងខ្លាំង
បន្ទាប់ធ្វើការដោនឡូតវាឡើងអុកតាក់ទងនឹងការផលិតវីដេអូយើងបានបំពេញនៅ3ជំហានរួចហើយមានដូចជាការសរសេរ prompt ការបង្កើតរូបភាពនិងការធ្វើឲ្យរូបភាពមានចលនានៅវិធីចុចក្រោយគឺវិធីទី4ការកាត់តវីដេអូសម្រាប់ការកាត់តវីដេអូខ្ញុំនឹងប្រើប្រាស់នៅ CapCut សម្រាប់ការកាត់ចូលមកកាន់ CapCut ហើយចុចពាក្យថា import បន្ទាប់មកទាញវីដេអូចូលសម្រាប់វីដេអូពេលយើងបង្កើតមកវាជាប់ logo ចឹងយើងត្រូវកាត់វាចោលដើម្បីកាត់វាយើងចុចលើវីដេអូនឹងមួយបន្ទាប់មកទាញពង្រីកវីដេអូនឹងដូច្នេះវានឹងបាត់ logo នឹងហើយអុកចឹងសម្រាប់ការកាត់តែមានតែប៉ុណ្្នឹងទេតាក់ទងនឹងភ្លេងក្នុងវីដេអូបងប្អូនអាចប្រើប្រាស់ភ្លេងដែលគេប្រើប្រាស់ស្រាប់នៅក្នុង YouTube ដែលគេធ្វើវីដេអូប្រភេទឆ្មានឹងអុកសម្រាប់វីដេអូមួយនឹងមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនពេញចិត្តនឹងអាចធ្វើបានទាំងអស់គ្នាហើយអាចរកលុយបានពី YouTube ច្រើនបើបងប្អូនពេញចិត្តកុំភ្លេចគាំទ្រជួយចុច Subscribe ផងអរគុណច្រើន